បាទសួស្តីអ្នកទាំងអស់គ្នាដែលបានចូលមកដល់មើលវីដេអូរបស់ខ្ញុំនៅក្នុង Channel Cambodia Designer បាទឥឡូវខ្ញុំមានមេរៀនមួយដែលទាក់ទងនឹង Photoshop អញ្ចឹងមកចំណាយពេលឥឡូវខ្ញុំបើក Photoshop ហើយខ្ញុំទាញរូបវាចូលក្នុង Photoshop មកពេលដែលយើងបានរូបនឹងចូលហើយយើងបង្កើត layer មួយមកបង្កើត layer ថ្មីមួយឡើងយើងប្រើជាមួយនឹង pen tool ដើម្បីគូរមុខនេះចុច Alt មកដើម្បីផ្ដាច់វាយើងចុច Control ដើម្បីកែទាញទៅណាទៅណីបានពេលដែលយើងគូរហើយយើង Control មកយើងចុច Enter មកពេលបង្កើត selection មកតុំទាញចាក់ពណ៌សចូលពណ៌សចូលមកពេលដែលយើងចាក់ពណ៌សចូលយើងឈរទៅលើរូបមុខនេះហើយយើង Control អក្សរ J មកដើម្បី copy វាតោះមកទាញទៅលើតុំទៀតយើងឈរលើរូបនឹងហើយយើងចូលទៅកាន់ Image Adjustment យើងប្រើជាមួយនឹងនេះឧបករណ៍នេះមកតមកទៀតយើង Control click ទៅលើរូបនេះតិចមកចុច Control ជាប់ click មកយើងដាក់ជាមួយនឹង filter ចូល filter មក blur Gaussian blur យើងយក 6.4 នឹងមកអូខេមកតទៅទៀតចូល adjustment layer image adjustment ប្រើជាមួយនឹង mobile នេះមកឥឡូវនេះវាច់ដូរទេយើងដូរទៅក្រោមមកដាក់តែ20ទៅបានទុំទៀត foreground របស់យើងនេះយើងដូរមក ពណ៌
នឹងហើយយើងកត់លេខកូដនេះទៅយើងបង្កើត layer ថ្មីមួយមកយើងប្រើជាមួយនឹង brush tool opacity យើងយក40% គ្នាមកយើងធំតូចຕົកទៅលើកន្លែងនៃកន្លែងតាណាដែលយើងត្រូវឲ្យវាល្ងិតពេលដែលបានប៉ុណ្ណឹងហើយជើងចូលទៅប្រូក្រាមមកវាទៅជា multiply តោះទៀតយើងបង្កើត layer ថ្មីមួយទៀតមកយើងប្រើជាមួយនឹង brush tool ដែរយើងcònបដូរដាក់ជាពណ៌សទៅវិញមកកន្លែងណាដែលយើងត្រូវភ្លើងគឺតបមកតមកទៀតយើងបដូរ blend mode វាទៅជា soft light ដូរទៅ soft light control D មកដើម្បីដោះ select តោះចូលលើ layer ពណ៌សដែលយើងចាក់មុនគេបងអស់នេះដែលយើងចាក់មុនគេបងអស់យើងហើយស្ដាំវាយក blending option នេះមកយើងជាមួយនឹង drop shadow យើងដូរទៅមក40មកជាងមើលតាមរូបដែរអត់ដូរខ្លះដូរយ៉ាងណាហើយត្រង់នេះ distance នេះយកទៅ4បានហើយយក5ឯខ្សែយក8មកទុំទៀតចូលទៅនេះចូលយើងឈរខាងលើវិញមកយើងប្រើជាមួយនឹង adjustment layer នេះ adjustment layer ខាងក្រោមនេះយើងប្រើជាមួយនឹង gradient map នេះ gradient map ទុំទៀតពណ៌ដែលយើងត្រូវជ្រើសរើសមានពីរពណ៌ពណ៌ទី1យើងពណ៌ទី1នេះពណ៌ទី2យើងយកសំទុកឥឡូវយើងឥឡូវពណ៌ទី1យើងយកនេះដាក់ពណ៌ទី2មកយកពណ៌សពណ៌ទី1ពណ៌ទី2ហ្នឹងហើយពណ៌នេះគេមកយើងបដូរ blend mode វាទៅជា soft light មកsoft light opacity យើងយកត្រឹម15ចូលទៅកាន់ adjustment layer ទៀតយើងយក photo filter មកយកនេះមក density យើងយក30% តោះមកប្រើជាមួយនឹង color balance មកជាមួយនឹងលើនេះយើងដក24ដក2និង22មកចឹងមេរៀនយើងចប់ប៉ុណ្ណេះអាចដាក់រៀបធៀបវាមកយើងចូលមកនេះមកពិសេសឥឡូវយើងចង់ឲ្យមកគៀនអានេះដាក់រូបតានេះមួយទៀតដាក់តានេះ200មកតឹងវាមក
ខាងនេះមកដាក់រូបដើមវាដើម្បីមើលគ្នាចឹងមេរៀនចប់តែប៉ុណ្ណេះ